សួស្តីលោកតាលោកយាយនិងបងប្អូនជាទីស្រឡាញ់នៅពេលដែលយើងឈានចូលដល់វ័យជរាប្រហែលជាគ្មានអ្វីមានតម្លៃជាងការគេងលក់ស្កប់ស្កល់ពេញមួយយប់នោះទេប៉ុន្តែការពិតគឺមនុស្សជាច្រើនក្នុងចំណោមពួកយើងកំពុងប្រឈមមុខនឹងការគេងមិនលក់គេងត្រឡប់ចុះត្រឡប់ឡើងបិទភ្នែកឃើញតែរឿងចាស់ចាស់បើកភ្នែកឃើញតែរាត្រីដ៏វែងឆ្ងាយការគេងមិនលក់ចំពោះមនុស្សចាស់មិនមែនត្រឹមតែជាអារម្មណ៍ហត់នឿយប៉ុណ្ណោះទេប៉ុន្តែបើតាមផ្នែកវិទ្យាសាស្ត្រវាជាភ្នាក់ងារស្ងប់ស្ងាត់ដែលធ្វើឲ្យចុះខ្សោយកាយចងចាំបង្កសម្ពាធដល់បេះដូងនិងធ្វើឲ្យប្រព័ន្ធភាពផ្សាមដែលខ្សោយស្រាប់កាន់តែទ្រុឌទ្រោមថែមទៀតលោកតាលោកយាយខ្លះដោយសារតែចង់គេងលក់លឿនពេកក៏ស្វែងរកថ្នាំងងុយគេងទោះជាយ៉ាងណាក៏ដោយគ្រូពេទ្យតែងតែរំលឹកថាថ្នាំគេងលក់អាចបង្កើតការគេងដោយបង្ខំដែលធ្វើឲ្យរាងកាយហត់នឿយធ្ងន់ក្បាលនៅព្រឹកបន្ទាប់និងងាយនឹងឈានទៅដល់ការញៀនថ្នាំផ្ទុយទៅវិញធម្មជាតិបានផ្ដល់ឲ្យយើងនៅថ្នាំគេងលក់ដ៏មានសុវត្ថិភាពបំផុតនៅក្នុងផ្ទះបាយរបស់យើងនៅពេលដែលយើងជ្រើសរើសអាហារបានត្រឹមត្រូវរាងកាយនឹងផលិតជាតិមេឡាតូនីនអរម៉ូនបញ្ជាការគេងនិងសេរ៉ូតូនីនអរម៉ូននៃក្តីសុខដោយខ្លួនឯងដែលជួយឲ្យប្រព័ន្ធប្រសាទបានធូរស្រាលនិងឈានចូលទៅរកការគេងលក់តាមបែបធម្មជាតិបំផុតដើម្បីជួយលោកតាលោកយាយស្វែងរកការគេងលក់ស្រួលគ្មានយល់សប្បុរសអាក្រក់និងភ្ញាក់ឡើងដោយស្មារតីស្រស់ថ្លាបន្តមកនេះយើងនឹងរួមគ្នាស្វែងរកពីអាហារមីកទាំង10ប្រភេទដែលជួយឲ្យគេងលក់ជ្រៅតាមបែបធម្មជាតិសុវត្ថិភាពនិងមាននិរន្តរភាពជាងថ្នាំគេងលក់ទៅទៀតអាហារទី1ផ្លែចេកជួយឲ្យប្រព័ន្ធប្រសាទសម្រាកមុនពេលចូលគេងចេកជាផ្លែឈើងាយរកនិងល្អខ្លាំងសម្រាប់សុខភាពជាពិសេសជួយគ្រប់គ្រងការគេងលក់ស្រួលចំពោះមនុស្សចាស់ដោយសារមានសារធាតុចិញ្ចឹមធម្មជាតិសំខាន់ចេកជួយឲ្យរាងកាយធូរស្រាលថ្នមមុនពេលគេងដោយមិនចាំបាច់ប្រើថ្នាំក្នុងផ្លែចេកទុំមធ្យមមួយមានម៉ាញ៉េស្យូមប្រហែល30-40មីលីក្រាមនិងប៉ូតាស្យូមច្រើន400ដល់450មីលីក្រាមសារធាតុរ៉ែទាំងពីរនេះជួយសម្រាកសាច់ដុំកាត់បន្ថយការកន្ត្រាក់ឬឈឺពេលយប់បញ្ហាទូទៅរបស់មនុស្សចាស់និងជួយប្រព័ន្ធប្រសាទផ្លាស់ទៅស្ថានភាពសម្រាកស្ងប់ស្ងាត់ចេកនៅសម្បូរវីតាមីន B6 ដែលជួយបំផ្លាញទ្រីបតូហ្វានមានក្នុងចេកទៅជាសេរ៉ូតូនីនរួចคล้ายទៅជាមេឡាតូនីនអរម៉ូនគ្រប់គ្រងការគេងធម្មជាតិពេលសេរ៉ូតូនីននិងមេឡាតូនីនផលិតស្ថិរភាពអារម្មណ៍ស្រួលជាងកាត់បន្ថយការថប់បារម្ភហើយអារម្មណ៍ងងុយគេងមកស្រាលមិនបង្ខំកាបូអ៊ីដ្រាតសមល្មមក្នុងចេកក៏ជួយឲ្យទ្រីបតូហ្វានចូលខួរក្បាលងាយជាងបង្កើនប្រសិទ្ធភាពផលិតមេឡាតូនីនការញ៉ាំចេកទុំមួយផ្លែពេលល្ងាចផ្ដល់អារម្មណ៍ឆ្អែតស្រាលដោយមិនធ្វើឲ្យជាតិស្ករក្នុងឈាមកើនភ្លាមដោយបង្អែមឧស្សាហកម្មដូច្នេះកាត់បន្ថយហានិភ័យភ្ញាក់កណ្ដាលអាធ្រាត្រដោយសារឃ្លានឬជាតិស្ករប្រែប្រួលការសិក្សាបង្ហាញថាការបន្ថែមអាហារសម្បូរម៉ាញ៉េស្យូមប៉ូតាស្យូមនិងទ្រីបតូហ្វានដូចចេកអាចកែលម្អគុណភាពការគេងជួយគេងលឿននិងជ្រៅជាងជាពិសេសសម្រាប់មនុស្សចាស់ដែលជួបការលំបាកខាងការគេងវិធីប្រើប្រាស់ងាយស្រួលនិងសុវត្ថិភាពបំផុតលោកតាលោកយាយគ្រាន់តែញ៉ាំចេកទុំមួយផ្លែល្អបំផុតជាចេកលឿងទុំមិនខ្ចីពេកប្រហែល30ដល់60នាទីមុនចូលគេងអាចញ៉ាំទាំងផ្លែឬកាត់តូចរួមជាមួយទឹកដោះគោក្តៅបន្តិចបើចូលចិត្តដើម្បីបង្កើនឥទ្ធិពលសម្រាកបើធ្វើជាប្រចាំការគេងនឹងមកដោយធម្មជាតិជ្រៅនឹងជួយឲ្យរាងកាយស្តារឡើងវិញបានល្អដោយគ្មានផលប៉ះពាល់អាហារទី2ស្រូវសាលីស្ថិរភាពធម្មពលនិងការគេងលក់ជ្រៅស្រូវសាលីជាអាហារស្រាលងាយរំលាយនិងស័ក្តិសមបំផុតសម្រាប់មនុស្សចាស់ដែលចង់កែលម្អការគេងតាមធម្មជាតិដោយសារសារធាតុចិញ្ចឹមសម្បូរបែបវាជួយរក្សាជាតិស្ករក្នុងឈាមស្ថិរភាពពេញមួយយប់ចិញ្ចឹមប្រព័ន្ធប្រសាទនិងផ្ដល់អារម្មណ៍ស្ងប់ស្ងាត់ជួយឲ្យគេងជ្រៅដោយគ្មានការរំខានស្រូវសាលីមានកាបូអ៊ីដ្រាតស្មុគស្មាញដែលរំលាយយឺតការពារកុំឲ្យជាតិស្ករក្នុងឈាមធ្លាក់ភ្លាមពេលយប់មូលហេតុទូទៅដែលធ្វើឲ្យមនុស្សចាស់ភ្ញាក់កណ្ដាលអាធ្រាត្រដោយសារឃ្លានឬអស់កម្លាំងការរក្សាជាតិស្ករស្ថិរភាពជួយឲ្យរាងកាយមានលំនឹងគេងបន្តបន្ទាប់និងជ្រៅជាងចំណុចលេចធ្លោគឺស្រូវសាលីផ្ដល់ទ្រីបតូហ្វាន
អាស៊ីតអាមីណូដែលរាងកាយប្រើផលិតសេរ៉ូតូនីនសម្រាប់អារម្មណ៍កាត់បន្ថយការព្រួយបារម្ភរួចคล้ายទៅជាមេឡាតូនីនអរម៉ូនគ្រប់គ្រងការគេងធម្មជាតិការសិក្សាបង្ហាញថាការបន្ថែមទ្រីបថូហ្វាន់ពីអាហារដូចស្រូវសាលីអាចកែលម្អគុណភាពការគេងបង្កើនរយៈពេលគេងពិតប្រាកដនិងកាត់បន្ថយការគេងមិនលក់ជាពិសេសនៅមនុស្សចាស់ឧទាហរណ៍ការសិក្សាលើអ្នកអាយុ55ទៅ75ឆ្នាំបង្ហាញថាអាហារសម្បូរទ្រីបថូហ្វាន់ជួយឲ្យគេងបានល្អជាងគួរឲ្យកត់សម្គាល់ស្រូវសាលីនៅសម្បូរម៉ាញ៉េស្យូមសារធាតុរ៉ែសំខាន់ជួយសម្រាកសាច់ដុំនិងប្រព័ន្ធប្រសាទកាត់បន្ថយតានតឹងនិងគាំទ្រការផលិតមេឡាតូនីនវាក៏មានសង្កសីនិងវីតាមីនក្រុម B ដែលរួមគ្នាស្ងប់សរសៃប្រសាទនិងកែលម្អការគេងឲ្យអូសបន្លាយពេញយប់ចានស្រូវសាលីក្តៅមួយចានពេលល្ងាចផ្ដល់អារម្មណ៍ឆ្អែតស្រាលស្រួលខ្លួនជៀសវាងការភ្ញាក់ដោយសារឃ្លានខ្លាំងបើប្រៀបធៀបនឹងអាហារមានស្ករឬម្សៅសស្រូវសាលីមិនបង្កើនអាំងស៊ូលីនខ្លាំងដូច្នេះកាត់បន្ថយអារម្មណ៍ភ្ញាក់ភ្លាមៗពេលយប់វានៅជួយគ្រប់គ្រងចង្វាក់ជីវសាស្ត្រមានប្រយោជន៍ខ្លាំងសម្រាប់អ្នកគេងយប់ជ្រៅឬគេងមិនទៀងទាត់វិធីប្រើប្រាស់ងាយស្រួលនិងសុវត្ថិភាពបំផុតលោកតាលោកយាយដាំស្រូវសាលីរាវមួយចានជាមួយទឹកឬទឹកដោះគោក្តៅអាចបន្ថែមចេកទុំកាត់តូចៗដើម្បីបង្កើនទ្រីបថូហ្វាន់និងរសជាតិផ្អែមធម្មជាតិញ៉ាំប្រហែល1ម៉ោងមុនគេងមិនគួរឆ្អែតពេកជ្រើសរើសស្រូវសាលីពេញគ្រាប់ឬ rolled oats ឬ instant oats គ្មានស្ករដើម្បីរក្សាសារធាតុចិញ្ចឹមបើធ្វើជាប្រចាំការគេងនឹងមកស្រាលជាងជ្រៅជាងហើយពេលព្រឹកភ្ញាក់ស្រក់ស្រាយមានកម្លាំងនិងចិត្តភ្លឺថ្លាជាងមុនអាហារទី3ផ្លែឈើរីប្រភពមេឡាតូនីនធម្មជាតិដ៏កម្រផ្លែឈើរីជាពិសេសប្រភេទ Montmorency Tart Cherry ជាអាហារធម្មជាតិកម្រមួយដែលមានមេឡាតូនីនដែលជាអរម៉ូនសំខាន់គ្រប់គ្រងភ្ញាក់របស់រាងកាយសម្រាប់មនុស្សចាស់ផ្លែឈើរីមានប្រយោជន៍ខ្លាំងព្រោះវាជួយឲ្យគេងមកស្រាលធម្មជាតិដោយមិនបង្កភាពញៀនឬអារម្មណ៍ល្វើយធុញទ្រាន់ពេលភ្ញាក់ដូចថ្នាំគេងខ្លះមេឡាតូនីនក្នុងផ្លែឈើរីជួយខួរក្បាលទទួលសញ្ញាច្បាស់ថាដល់ពេលសម្រាកដូច្នេះកាត់បន្ថយពេលក្បាលមិនស្រួលពិបាកគេងដំបូងការសិក្សាវិទ្យាសាស្ត្ររួមទាំងការសិក្សាលើមនុស្សចាស់គេងមិនលក់បង្ហាញថាការផឹកទឹកផ្លែឈើរីជាប្រចាំអាចបង្កើនពេលគេងបន្ថែមប្រហែល84នាទីជិត1ម៉ោងកន្លះកែលម្អប្រសិទ្ធភាពការគេង sleep efficiency និងកាត់បន្ថយកម្រិតធ្ងន់ធ្ងរនៃការគេងមិនលក់ប្រយោជន៍ទាំងនេះមកពីមេឡាតូនីនធម្មជាតិរួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងដូចជា Anthocyanin ដែលកាត់បន្ថយការរលាកជួយប្រព័ន្ធប្រសាទស្តារនីតិសម្បទាបន្ទាប់ពីថ្ងៃវែងនិងស្ថិរភាពចង្វាក់ជីវសាស្ត្រស័ក្តិសមខ្លាំងសម្រាប់មនុស្សចាស់ដែលគេងមិនលក់ពេលយប់ឬគេងរំខានខុសពីមេឡាតូនីនសំយោគឬថ្នាំគេងមេឡាតូនីនពីផ្លែឈើរីដំណើរការស្រាលជួយរាងកាយកែតម្រូវដោយខ្លួនឯងដោយមិនបង្កផលប៉ះពាល់យូរអង្វែងលើសពីនេះផ្លែឈើរីនៅសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារកោសិកានិងគាំទ្រសុខភាពទូទៅវិធីប្រើប្រាស់ងាយស្រួលនិងសុវត្ថិភាពបំផុតលោកតាលោកយាយនិងបងប្អូនញ៉ាំផ្លែឈើរីស្រស់ 3-4 ផ្លែបើមានប្រភេទ Montmorency ឬផឹកទឹកផ្លែឈើរីសុទ្ធមួយកែវតូច100ដល់240មីលីលីត្រល្អបំផុតគ្មានស្ករបន្ថែមនៅពេលល្ងាចពេលវេលាល្អបំផុតគឺ1ដល់2ម៉ោងមុនគេងដើម្បីឲ្យមេឡាតូនីនធម្មជាតិមានពេលបង្ហាញប្រសិទ្ធភាពជួយរាងកាយងាយចូលដំណេកជ្រៅបើប្រើជាប្រចាំពី3ដងក្នុងសប្តាហ៍លោកតាលោកយាយនឹងមានអារម្មណ៍ថាការគេងមកស្ងប់ជាងគេងយូរជាងហើយពេលព្រឹកភ្ញាក់ស្រស់ស្រាយមានកម្លាំងបើមានជំងឺប្រចាំកាយដូចជាទឹកនោមផែមគួរពីប្រឹក្សាគ្រូពេទ្យព្រោះទឹកផ្លែមានជាតិស្ករធម្មជាតិអាហារទី4ផ្លែគីវីផ្លែឈើតូចប្រយោជន៍ធំសម្រាប់ការគេងទោះបីតូចក៏ដោយគីវីជាមិត្តភក្តិដ៏ល្អសម្រាប់ការគេងរបស់មនុស្សចាស់ផ្លែឈើនេះមានសារធាតុចិញ្ចឹមធម្មជាតិច្រើនជួយកែលម្អគុណភាពការគេងដោយស្រាលសុវត្ថិភាពដែលមិនចាំបាច់ប្រើថ្នាំគីវីសម្បូរសេរ៉ូតូនីន
សារធាតុបញ្ជូនស្រស័យប្រសាទដែលជួយសម្រាកខួរក្បាលកាត់បន្ថយតានតឹងនិងការថប់បារម្ភដូច្នេះរាងកាយងាយផ្លាស់ទៅស្ថានភាពសម្រាកជ្រៅសេរ៉ូតូនីនក៏ជាមូលដ្ឋានដើម្បីរាងកាយផលិតមេឡាតូនីនដោយខ្លួនឯងអរម៉ូនគ្រប់គ្រងការគេងលើសពីនេះគីវីសម្បូរវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងជួយកាត់បន្ថយ stress អុកស៊ីតកម្មកត្តាដែលតែងរំខានការគេងជាពិសេសនៅមនុស្សចាស់ការសិក្សាវិទ្យាសាស្ត្រឧទាហរណ៍ឆ្នាំ2011លើមនុស្សពេញវ័យមានបញ្ហាការគេងបង្ហាញថាការញ៉ាំគីវី2ផ្លែប្រហែល1ម៉ោងមុនគេងរៀងរាល់យប់ក្នុង4សប្តាហ៍ជួយកាត់បន្ថយពេលចូលគេង sleep onset latency ថយចុះប្រហែល 35% បង្កើនពេលគេងសរុបកើន 13 ទៅ 17% កែលម្អប្រសិទ្ធភាពការគេង sleep efficiency កើន 5 ទៅ 6% កាត់បន្ថយចំនួនដងភ្ញាក់កណ្ដាលយប់និងអារម្មណ៍អស់កម្លាំងពេលភ្ញាក់ប្រយោជន៍ទាំងនេះមកពីការរួមបញ្ចូលគ្នារវាងសេរ៉ូតូនីនមេឡាតូនីនធម្មជាតិ folate ដែលជួយការគេងនិងជាតិសរសៃដែលស្ថិរភាពជាតិស្ករពេលយប់ជៀសវាងការធាក់ជាតិស្ករដែលធ្វើឲ្យភ្ញាក់ជាពិសេសសម្រាប់មនុស្សចាស់ដែលពិបាកគេងដោយតានតឹងផ្លូវចិត្តគីវីជួយបានល្អខ្លាំងដោយមិនបង្កញៀនវិធីប្រើប្រាស់ងាយស្រួលនិងសុវត្ថិភាពបំផុតលោកតាលោកយាយញ៉ាំគីវីទុំ2ផ្លែប្រហែល1ម៉ោងមុនគេងរៀងរាល់យប់ក្នុង4សប្តាហ៍ជ្រើសរើសគីវីទុំទន់ផ្អែមធម្មជាតិដើម្បីងាយញ៉ាំនិងល្អសម្រាប់រំលាយបើធ្វើជាប្រចាំការគេងនឹងមកស្រាលជាងជ្រៅជាងហើយពេលព្រឹកភ្ញាក់ស្រស់ស្រាយមានកម្លាំងនិងចិត្តភ្លឺថ្លាអាហារទី5គ្រាប់អាល់ម៉ុនចិញ្ចឹមការគេងពីសារធាតុរ៉ែគ្រាប់អាល់ម៉ុនជាគ្រាប់សម្បូរអាហារូបត្ថម្ភបំផុតស័ក្តិសមនឹងសុវត្ថិភាពសម្រាប់មនុស្សចាស់ដែលតែងពិបាកគេងជ្រៅដោយសារសារធាតុចិញ្ចឹមធម្មជាតិច្រើនវាជួយចិញ្ចឹមប្រព័ន្ធប្រសាទសម្រាប់រាងកាយនិងគាំទ្រការគេងស្រាលអាល់ម៉ុនសម្បូរម៉ាញ៉េស្យូមប្រហែល80មីលីក្រាមក្នុងមួយក្តាប់តូច28ក្រាមម៉ាញ៉េស្យូមជួយសម្រាប់សាច់ដុំស្ងប់ប្រព័ន្ធប្រសាទកាត់បន្ថយតានតឹងនិងការកន្ត្រាក់ពេលយប់បញ្ហាទូទៅនៅមនុស្សចាស់វាក៏ជួយគ្រប់គ្រងអរម៉ូន cortisol អរម៉ូន stress ជួយរាងកាយចេញពីស្ថានភាពតានតឹងស្តុកដូច្នេះងាយចូលដំណេកជ្រៅជាងការសិក្សាបង្ហាញថាការបន្ថែមម៉ាញ៉េស្យូមពីអាហារដូចអាល់ម៉ុនមានទំនាក់ទំនងជិតស្និទ្ធនឹងការកែលម្អគុណភាពការគេងលើពីនេះអាល់ម៉ុនមាន tryptophan អាស៊ីដអាមីណូដែលរាងកាយប្រើផលិតសេរ៉ូតូនីននិងមេឡាតូនីនវាក៏មានមេឡាតូនីនធម្មជាតិតិចតួចរួមជាមួយខ្លាញ់ល្អ monounsaturated fats និងជាតិសរសៃជួយស្ថិរភាពជាតិស្ករពេញយប់ជៀសវាងភ្ញាក់ដោយសារឃ្លានវិធីប្រើប្រាស់ងាយស្រួលនិងសុវត្ថិភាពបំផុតលោកតាលោកយាយញ៉ាំគ្រាប់អាល់ម៉ុនមួយក្តាប់តូចប្រហែល10ទៅ15គ្រាប់ឬ20ទៅ30ក្រាមនៅពេលល្ងាចជ្រើសអាល់ម៉ុនអាំងស្រាលគ្មានអំបិលឬត្រាំទឹកមួយយប់ដើម្បីងាយរំលាយនិងជៀសវាងការឡើងសម្ពាធឈាមញ៉ាំប្រហែល1ម៉ោងមុនគេងដើម្បីឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមទាន់ពេលដោយមិនធ្វើឲ្យពុះធ្ងន់ការបើធ្វើបែបនេះប្រចាំការគេងនឹងមកស្ងប់ស្ងាត់ជាងជ្រៅជាងហើយពេលព្រឹកភ្ញាក់ស្រស់ស្រាយមានកម្លាំងនិងចិត្តភ្លឺថ្លាអាហារទី6គ្រាប់វ៉ាល់ណាត់អាហារសម្រាប់ខួរក្បាលនិងការគេងគ្រាប់វ៉ាល់ណាត់ត្រូវបានគេចាត់ទុកថាជាអាហារមាសសម្រាប់ខួរក្បាលតាំងពីយូរណាស់មកហើយក្នុងពេលជាមួយគ្នានេះវាក៏ផ្ដល់អត្ថប្រយោជន៍យ៉ាងច្បាស់លាស់ចំពោះគុណភាពនៃការគេងនៅពេលយប់ផងដែរគ្រាប់ប្រភេទនេះមានផ្ទុកមេឡាតូនីនធម្មជាតិដែលជួយឲ្យរាងកាយងាយស្រួលទទួលបានសញ្ញាថាដល់ពេលសម្រាកនិងឈានចូលទៅរកការគេងលក់ជ្រៅគ្រាប់វ៉ាល់ណាត់ក៏សម្បូរទៅដោយអូមេហ្គា3ជាពិសេសគឺ ALA ដែលជួយកាត់បន្ថយការរលាកប្រព័ន្ធប្រសាទនិងជួយឲ្យប្រព័ន្ធប្រសាទដំណើរការបានស្ថិរភាពនៅពេលយប់ជាតិខ្លាញ់ល្អនៅក្នុងគ្រាប់វ៉ាល់ណាត់ជួយចិញ្ចឹមកោសិកាខួរក្បាលអាស្រ័យហេតុនេះវានឹងកាត់បន្ថយស្ថានភាពដែលខួរក្បាលគិតច្រើនពេកដែលធ្វើឲ្យមនុស្សជាច្រើនពិបាកគេងក្រៅពីនេះវាក៏ផ្ដល់នូវម៉ាញ៉េស្យូមនិងជាតិស័ង្កសីដែលជាសារធាតុរ៉ែពីរដ៏សំខាន់ជួយឲ្យរាងកាយសម្រាកនិងធ្វើឲ្យចង្វាក់បេះដូងមានស្ថិរភាពនៅពេលសម្រាកការរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាពនៅពេលយប់ក៏ត្រូវបានគាំទ្រដោយជាតិខ្លាញ់ល្អនិងជាតិសរសៃដែលមាននៅក្នុងគ្រាប់វ៉ាល់ណាត់ផងដែរលោកតាលោកយាយគ្រាន់តែប្រើប្រាស់បរិមាណតិចតួចប្រហែល 2-3 គ្រាប់មុនពេលចូលគេងគឺគ្រប់គ្រាន់ដើម្បីឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមចាំបាច់គួរញ៉ាំគ្រាប់វ៉ាល់ណាត់សុទ្ធឬត្រាំឲ្យទន់ជៀសវាងការលីខ្លាំងពេកឬដាក់គ្រឿងដើម្បីកុំឲ្យបាត់បង់តម្លៃគាំទ្រការគេង
អាហារទី7ត្រីដែលមានជាតិខ្លាញ់ fatty fish ទំនាក់ទំនងរវាងអរម៉ូននិងការគេងត្រីដែលមានជាតិខ្លាញ់ដូចជាត្រីសាល់មុនត្រីធូណាត្រី mackerel មិនត្រឹមតែល្អសម្រាប់បេះដូងប៉ុណ្ណោះទេប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពនៃការគេងត្រីប្រភេទនេះសម្បូរទៅដោយ omega 3 និងវីតាមីន D ដែលជាកត្តាពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងអរម៉ូន serotonin និង melatonin ក្នុងរាងកាយ serotonin ដែលមានស្ថិរភាពជួយឲ្យអារម្មណ៍ធូរស្រាលនៅពេលល្ងាចអាស្រ័យហេតុនេះវានឹងបង្កើតមូលដ្ឋានគ្រឹះដើម្បីឲ្យ melatonin ត្រូវបានផលិតឡើងតាមចង្វាក់ជីវសាស្ត្របានត្រឹមត្រូវការខ្វះខាត omega 3 តែងតែមកជាមួយស្ថានភាពនៃការគេងមិនស្កប់ស្កល់ងាយនឹងភ្ញាក់នៅកណ្ដាលអាធ្រាត្រនិងមានអារម្មណ៍ហត់នឿយទោះបីជាគេងគ្រប់ម៉ោងក៏ដោយវីតាមីន D នៅក្នុងត្រីជួយកែលម្អភាពរហ័សរហួននៃអរម៉ូនគាំទ្រដល់វត្តៈនៃការគេងនិងការភ្ញាក់ឲ្យដំណើរការទៅដោយរលូនត្រីដែលមានជាតិខ្លាញ់ក៏ជួយកាត់បន្ថយការរលាកទូទាំងរាងកាយអាស្រ័យហេតុនេះវានឹងធ្វើឲ្យប្រព័ន្ធប្រសាទស្ងប់និងកាត់បន្ថយអារម្មណ៍តានតឹងដែលបង្កកបន្ទាប់ពីថ្ងៃដ៏វែងឆ្ងាយការញ៉ាំត្រីប្រភេទនេះឲ្យបានទៀងទាត់ 2-3 ដងក្នុងមួយសប្តាហ៍អាចនាំមកនូវការកែលម្អយ៉ាងច្បាស់លាស់អំពីភាពជ្រៅនិងភាពបន្តបន្ទាប់នៃការគេងគួរផ្ដល់អាទិភាពដល់ការចម្អិនដោយការចំហុយឬអាំងស្រាលៗដើម្បីរក្សាតម្លៃអាហារូបត្ថម្ភអាហារទី8គ្រាប់ឈូកឱសថបុរាណជួយឲ្យចិត្តស្ងប់គ្រាប់ឈូកត្រូវបានគេចាត់ទុកថាជាអាហារដ៏មានតម្លៃមួយដែលជួយឲ្យអារម្មណ៍ស្ងប់និងកែលម្អការគេងបានយ៉ាងល្អនិងយូរអង្វែងចំណុចពិសេសនៃគ្រាប់ឈូកគឺស្ថិតនៅលើសមាសធាតុអាល់កាឡាំងនិងវីតាមីនក្រុម B ដែលមានប្រសិទ្ធភាពផ្ទាល់ក្នុងការធ្វើឲ្យស្ងប់នៅរាល់ការរំញោចប្រសាទនិងកាត់បន្ថយភាពតានតឹងដែលអូសបន្លាយនៅក្នុងគ្រាប់ឈូកទីពិសេសគឺបេះដូងឈូកមានផ្ទុកសារធាតុអាល់កាឡូអ៊ីតដែលមានសមត្ថភាពជួយឲ្យចង្វាក់បេះដូងមានស្ថិរភាពនិងបញ្ចុះសម្ពាធឈាមស្រាលៗបង្កើតលក្ខខណ្ឌដ៏ល្អសម្រាប់រាងកាយឈានចូលទៅរកការសម្រាកចំពោះលោកតាលោកយាយដែលតែងតែមានការព្រួយបារម្ភគិតច្រើនពេកនាំឲ្យញាប់ញ័រដង្ហើមពិបាកគេងគ្រាប់ឈូកដើរតួនាទីដូចជាសារធាតុបញ្ជូនសញ្ញាជួយឲ្យចិត្តត្រជាក់និងមានស្ថិរភាពជាងមុនក្រៅពីនេះគ្រាប់ឈូកក៏សម្បូរទៅដោយម៉ាញ៉េស្យូម ផូស្វ័រ និងប៉ូតាស្យូមដែលសារធាតុរ៉ែទាំងនេះសហការគ្នាដើម្បីជួយឲ្យសាច់ដុំសម្រាកការពារស្ថានភាពរមួលក្រពើឬការរមាស់ដៃជើងនៅពេលយប់ខុសពីអាហារដទៃទៀតគ្រាប់ឈូកមានលក្ខណៈត្រជាក់ជួយបំពាន់ក្រពះពោះវៀនធានាឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងស្រទន់អាស្រ័យហេតុនេះវានឹងកាត់បន្ថយការភ្ញាក់ដោយសារហើមពោះឬពិបាករំលាយអាហារការប្រើប្រាស់គ្រាប់ឈូកជាទៀងទាត់មិនត្រឹមតែជួយឲ្យលោកតាលោកយាយគេងលក់លឿនប៉ុណ្ណោះទេប៉ុន្តែថែមទាំងគាំទ្រដល់ការគេងលក់ជ្រៅបានយូរជួយឲ្យខួរក្បាលអនុវត្តដំណើរការបន្សាបជាតិពុលនិងស្តារថាមពលឡើងវិញយ៉ាងមានប្រសិទ្ធភាពលោកតាលោកយាយអាចប្រើប្រាស់គ្រាប់ឈូកស្រស់ឬគ្រាប់ឈូកគ្រីមដើម្បីធ្វើជាបង្អែមដាក់ស្ករតិចឬសាមញ្ញបំផុតគឺចម្អិនជាសម្លស៊ុបគ្រាប់ឈូកក្តៅៗនៅពេលល្ងាចពេលវេលាដ៏ល្អបំផុតគឺប្រើប្រាស់មុនពេលចូលគេង 1 ទៅ 2 ម៉ោងដើម្បីឲ្យសារធាតុចិញ្ចឹមជ្រាបចូលទាន់ពេលវេលានាំមកនូវការគេងលក់ដ៏សុខសាន្តនិងស្មារតីស្រស់ថ្លានៅព្រឹកបន្ទាប់អាហារទី9ទឹកដោះគោក្តៅនិងផលិតផលពីទឹកដោះគោសញ្ញាដ៏ធ្លាប់ស្គាល់សម្រាប់ការគេងទឹកដោះគោក្តៅៗត្រូវបានភ្ជាប់ទៅនឹងទម្លាប់មុនពេលចូលគេងតាំងពីយូរណាស់មកហើយមិនមែនត្រឹមតែដោយសារអារម្មណ៍សុខស្រួលប៉ុណ្ណោះទេប៉ុន្តែថែមទាំងដោយសារផលប៉ះពាល់ជីវសាស្ត្រពិតប្រាកដផងដែរនៅក្នុងទឹកដោះគោមាន tryptophan ដែលជាអាស៊ីតអាមីណូចាំបាច់ដើម្បីឲ្យរាងកាយផលិត serotonin និង melatonin ដែលជាអរម៉ូនគន្លឹះពីរនៃការគេងនៅពេលផឹកទឹកដោះគោក្តៅអ៊ុនៗនៅពេលល្ងាចសីតុណ្ហភាពដ៏ស្រស់ស្រទន់ជួយឲ្យរាងកាយសម្រាកនិងបញ្ជូនសញ្ញាសុវត្ថិភាពទៅកាន់ប្រព័ន្ធប្រសាទដើម្បីត្រៀមខ្លួនសម្រាកផលិតផលពីទឹកដោះគោដូចជាយ៉ាអ៊ូ cheese ក៏ផ្ដល់នូវកាល់ស្យូមដែលជួយឲ្យការបំផ្លាញ tryptophan មានប្រសិទ្ធភាពជាងមុនកាល់ស្យូមដែលគ្រប់គ្រាន់ជួយឲ្យខួរក្បាលប្រើប្រាស់ melatonin បានយ៉ាងមានស្ថិរភាព
អាស្រ័យហេតុនេះវានឹងកាត់បន្ថយស្ថានភាពពិបាកគៀងឬការភ្ញាក់នៅកណ្ដាលអាធ្រាត្រទឹកដោះគោក៏ជួយឲ្យជាតិស្ករក្នុងឈាមមានស្ថិរភាពនៅពេលយប់ផងដែរគួរជ្រើសរើសទឹកដោះគោដែលមានជាតិស្ករតិចនិងជាតិខ្លាញ់ទាបដើម្បីជៀសវាងការហើមពោះមុនពេលគេងពេលវេលាដែលសមស្របបំផុតគឺផឹកមុនពេលចូលគេង30ទៅ60នាទីអាហារទី10តែខាម៉ូម៉ាយធ្វើឲ្យប្រព័ន្ធប្រសាទធូរស្រាលតាមបែបធម្មជាតិតែខាម៉ូម៉ាយត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដ៏ស្រទន់ដែលជួយឲ្យរាងកាយបានសម្រាកទាំងស្រុងជាពិសេសស័ក្តិសមបំផុតសម្រាប់លោកតាលោកយាយនិងបងប្អូនណាដែលពិបាកគេងដោយសារភាពតានតឹងផ្លូវចិត្តនៅក្នុងផ្កាខាម៉ូម៉ាយមានផ្ទុកសារធាតុ Apigenin ដែលជាសមាសធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយការព្រួយបារម្ភនិងបង្កើតអារម្មណ៍ងងុយគេងតាមបែបធម្មជាតិបំផុតមិនដូចជាថ្នាំងងុយគេងនោះទេតែខាម៉ូម៉ាយជួយធ្វើឲ្យប្រព័ន្ធប្រសាទស្ងប់ស្ងាត់បន្តិចម្ដងដោយមិនបង្កឲ្យមានភាពញៀនឬអារម្មណ៍ហត់នឿយនៅពេលភ្ញាក់ដឹងខ្លួននោះឡើយការទទួលទានតែខាម៉ូម៉ាយក្តៅអ៊ុនៗមួយពែងនៅពេលល្ងាចជួយឲ្យចង្វាក់បេះដូងយឺតចុះដង្ហើមវែងជាងមុននិងជួយឲ្យរាងកាយផ្លាស់ប្ដូរទៅរកសភាពសម្រាកកាយការខាម៉ូម៉ាក៏ជួយកាត់បន្ថយការកន្ត្រាក់នៃប្រព័ន្ធរំលាយអាហារកម្រិតស្រាលកាត់បន្ថយស្ថានភាពហើមពោះដែលរំខានដល់ការគេងនៅពេលយប់ផងដែរចំពោះលោកតាលោកយាយដែលតែងតែគិតច្រើនមុនពេលចូលគេងក្លិនក្រអូបប្រហើរនៃផ្កាខាម៉ូម៉ាយនឹងជួយឲ្យចិត្តស្ងប់បោះបង់រាល់ការព្រួយបារម្ភក្នុងមួយថ្ងៃចោលគួរឆុងតែខាម៉ូម៉ាយឲ្យរាវបន្តិចដោយមិនបន្ថែមជាតិស្ករនិងទទួលទានមុនពេលចូលគេងប្រហែល30នាទីដើម្បីទទួលបានប្រសិទ្ធភាពនៃការសម្រាកដ៏ល្អបំផុតនៅពេលប្រើប្រាស់ជាទៀងទាត់តែខាម៉ូម៉ាយនឹងក្លាយទៅជាមិត្តរួមដំណើរដ៏ល្អបំផុតជួយឲ្យការគេងមកដល់ដោយធម្មជាតិនិងជ្រៅជាងមុនជារៀងរាល់យប់ការថែរក្សាការគេងគឺជារក្សាភាពសប្បាយរីករាយក្នុងវ័យចាស់លោកតាលោកយាយនិងបងប្អូនជាទីគោរពដំណើរស្វែងរកការគេងលក់ស្រួលមិនមែនជារឿងមួយថ្ងៃឬពីរថ្ងៃនោះទេប៉ុន្តែវាគឺជាការអត់ធ្មត់ក្នុងការលួងលោមរាងកាយដោយអ្វីដែលល្អបំផុតពីធម្មជាតិអាហារទាំង10ប្រភេទដែលយើងទើបតែស្វែងយល់មិនត្រឹមតែជាអាហារធម្មតាប៉ុណ្ណោះទេប៉ុន្តែគឺជាមិត្តរួមដំណើរដ៏ស្ងប់ស្ងាត់ដែលជួយឲ្យប្រព័ន្ធប្រសាទធូរស្រាលចិញ្ចឹមខួរក្បាលនិងផ្ដល់មកវិញនូវរាត្រីដ៏សុខសាន្តជូនដល់លោកតាលោកយាយនៅក្នុងវ័យនេះការគេងលក់ជ្រៅគឺជាគ្រឹះដើម្បីឲ្យស្មារតីស្រស់ថ្លាដើម្បីឲ្យរាល់ព្រឹកព្រលឹមដែលភ្ញាក់ឡើងយើងមានសុខភាពគ្រប់គ្រាន់ដើម្បីរីករាយជាមួយកូនចៅនិងដកដង្ហើមយកខ្យល់អាកាសដ៏បរិសុទ្ធនៃធម្មជាតិជំនួសឲ្យការស្វែងរកថ្នាំគេងលក់ដែលនាំមកនូវភាពហត់នឿយខ្ញុំសង្ឃឹមថាលោកតាលោកយាយនឹងសាកល្បងចាប់ផ្ដើមដោយតែផ្កាក្តៅៗមួយកែវចេកទុំមួយផ្លែឬស្រូវសាលីមួយចានដ៏ស្រទន់សូមស្ដាប់រាងកាយខ្លួនឯងស្រឡាញ់វាដោយអាហារដែលស្អាតនិងល្អសុខភាពនៃការគេងនឹងវិលត្រឡប់មកវិញដោយឯងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកតាលោកយាយនិងបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីស្ដាប់និងចែករំលែកជាមួយខ្ញុំប្រសិនបើឃើញថាព័ត៌មាននេះមានប្រយោជន៍លោកតាលោកយាយកុំភ្លេចចែករំលែកទៅកាន់មិត្តភ័ក្តិវ័យស្របគ្នាដើម្បីឲ្យយើងទាំងអស់គ្នាបានរំលឹកដោយរីករាយនិងមានសុខភាពល្អជារៀងរាល់ថ្ងៃសូមជូនពរលោកតាលោកយាយមានការគេងលឹកស្កប់ស្កល់ពេញមួយយប់ផ្លូវចិត្តតែងតែមានសន្តិភាពនិងមានសុខភាពមាំមួនសូមជម្រាបលានិងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ